នេះជាលើកទី1បងប្អូនដែលខ្ញុំទៅធ្វើដំណើរកម្សាន្តទៅគិរីរំហើយដោយប្រើគោយន្តណាអញ្ចឹងចង់ដឹងថាដំណើរកម្សាន្តនេះសប្បាយរីករាយយ៉ាងណាទស្សនទស្សនភាពវីដេអូខ្ញុំទាំងអស់គ្នាណាអញ្ចឹងយើងទៅចាប់ផ្ដើមដំបូងដោយការជិះគោយន្តទៅថ្មលយនៅតាមដងផ្លូវហ្នឹងក៏យើងឃើញមានទេសភាពបៃតងខៀវសញ្ញាត្រជាក់ភ្នែកមែនតើបងប្អូនហើយមានអារម្មណ៍ស្រស់ស្រាយហើយយើងមានភាព relax មែនតើហើយយើងផ្សារភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិណាបងប្អូនដំណើរកម្សាន្តលើកហ្នឹងគឺជាបទពិសោធន៍ថ្មីប្លែកសម្រាប់នាងខ្ញុំផងដែរដោយសារកន្លងមកគឺខ្ញុំចង់និយាយថាដែរជិះគោយន្តទេបងប្អូនអញ្ចឹងក៏ឲ្យខ្លួនឯងទៅទទួលបទពិសោធន៍ថ្មីនៅក្នុងដំណើរកម្សាន្តនេះផងដែរហើយតាមផ្លូវក៏មានផ្លូវខ្លះងាយស្រួលផ្លូវខ្លះផ្លូវក្រហមប្រហែលមានការជាការចុះដើរខ្លះមានការជាការជិះគោយន្តខ្លះចឹងណាបងប្អូនហើយពេលនេះពិតជាបានមកដល់ថ្មលយមែនបងប្អូនទេសភាពពេលស្រស់ស្រាយខ្លាំងណាស់ហើយខ្ញុំក៏បានអង្គុយស្រស់ស្រូបខ្យល់អាកាសហើយផ្អៀងផ្អងឲ្យកាមេរ៉ាមែនថតរូបអញ្ចឹងណាអូឃើញឈរខ្ពស់អញ្ចឹងបែប relax តែតាមពិតស្រាវណាបងប្អូនមានខ្យល់ផើងមកហើយគ្រាន់ថាយើងឈរបានថតវីដេអូលេងអញ្ចឹងណាហើយនេះគឺជាទេសភាពព្រៃឈើពិតតែម្ដងចាងហើយខ្យល់អាកាសក៏បរិសុទ្ធដែរហើយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតពីលើថ្មលយនឹងតែម្ដងណាបងប្អូនគឺជាទេសភាពព្រៃភ្នំខៀវស្រងាត់តែម្ដងហើយពេលយើងទៅនោះទៅមានរំថាខ្យល់អាកាសបរិសុទ្ធមែនតើបងប្អូនហើយបន្ទាប់មកពួកយើងក៏មានការសោះស្រូបអាហារថ្ងៃត្រង់ជុំគ្នាប្រកបដោយភាពរីករាយផងដែរអញ្ចឹងបងប្អូនឆ្ងល់ហើយថាដំណើរកម្សាន្តសប្បាយអញ្ចឹងខ្ញុំទៅតាមធួនណាអញ្ចឹងគឺខ្ញុំនឹងមិនសិនពេកគាត់គឺមានឈ្មោះថាពេកទេសចរព្រៃភ្នំអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាអញ្ចឹងជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយណា